ក្នុងប៉ុន្មានសប្តាហ៍ថ្មីនេះភាពតានតឹងរវាងជប៉ុននិងចិនបានឈានដល់កម្រិតមួយដែលសូម្បីតែអ្នកវិភាគដែលមានបទពិសោធន៍ពី RAND Corporation និង Center for Strategy and International Study បានពិពណ៌នាថាជាប្រវត្តិសាស្ត្រគ្រោះថ្នាក់នេះមិនមែនជាការប្រកែកគ្នាខាងការទូតធម្មតាទេហើយក៏មិនមែនជាវគ្គមួយទៀតនៃចំនួនទឹកដីជុំវិញកោះ Senkaku និងដាវយ៉ូចិននោះដែរអ្វីដែលកំពុងកើតឡើងនាពេលនេះគឺជាការពង្រីកខ្លួនជាប្រព័ន្ធពហុស្រទាប់ដែលកំពុងលាតត្រដាងក្នុងពេលដំណើរគ្នានៅក្នុងផ្នែកយោធាការទូតសេដ្ឋកិច្ចនិងព័ត៌មានហើយជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍ជប៉ុនមានអារម្មណ៍ឯកោរហូតដល់នៅក្នុងរដ្ឋាភិបាលរបស់លោកស្រីសាណៃតាកាអ៊ីជីជាមួយគ្នានេះក៏មានការលើកឡើងនៅពាក្យកាលពីមួយឆ្នាំមុនហាក់ដូចជាមិនអាចទៅរួចដែរសហរដ្ឋអាមេរិកបានបបងចោលយើងហើយអ្វីៗទាំងអស់បានចាប់ផ្ដើមនៅពេលដែលលោកស្រីសាណៃតាកាអ៊ីជីដែលជាស្ត្រីដែកថ្មីរបស់ជប៉ុនបានថ្លែងនៅក្នុងសន្ទរកថាគោលនយោបាយការបរទេសដ៏សំខាន់ដំបូងរបស់នាងថាប្រសិនបើចិនចាប់ផ្ដើមប្រតិបត្តិការប្រឆាំងនឹងតៃវ៉ាន់ជប៉ុននឹងចាត់ទុកវាជាវិបត្តិអត្ថភាពដែលជាមូលដ្ឋានសម្រាប់ការអនុវត្តសិទ្ធិការពារខ្លួនរួមសេចក្តីថ្លែងការណ៍នេះបានក្លាយជាកត្តាបង្កភ្លាមយោងតាមប្រភពផ្ទៃក្នុងដែលដកស្រង់ដោយ Nikkei Asia និង The Japan Times ទីក្រុងប៉េកាំងបានយល់ឃើញពាក្យរបស់លោកស្រីតាកាអ៊ីជីមិនត្រឹមតែជាសញ្ញានយោបាយប៉ុណ្ណោះទេប៉ុន្តែជាការប្រកាសតាមពិតគឺថាជប៉ុនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងសង្គ្រាមនៅខាងតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានម៉ោងក្រសួងការបរទេសចិនបានចេញការតវ៉ាខ្លាំងក្លាមួយប៉ុន្តែដោយមិនផ្លូវការប្រតិកម្មគឺកាន់តែអាក្រក់ទៅប៉ុន្មានថ្ងៃក្រោយមកចលនាគួរឲ្យព្រួយបារម្ភបានចាប់ផ្ដើមនៅក្នុងសមុទ្រចិនខាងកើតនាវាចម្បាំង Frigate និងនាវាពិឃាតចិនបានចាប់ផ្ដើមចូលមកជិតព្រំដែននៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុនយ៉ាងជិតស្និទ្ធរហូតដល់កងកម្លាំងស្វ័យការពារត្រូវបដូរទៅជាការប្រុងប្រយ័ត្នខ្ពស់បន្ទាប់មកបានការឡើងនៅឧបទ្ទវហេតុដែលត្រូវបានគេពិពណ៌នាថាជាចំណុចបែកបាក់រួចទៅហើយកងនាវាផ្ទុកយន្តហោះចិនដែលដឹកនាំដោយសានដុងបានចូលទៅក្នុងតំបន់ភាគខាងកើតនៃមីណាមីស៊ីម៉ាត្រង់ខាងក្នុង EEZ របស់ជប៉ុនដោយមិនបានរំលោភច្បាប់អន្តរជាតិជាផ្លូវការទេប៉ុន្តែតាមពិតបានមិនអើពើចំពោះការប្រមានរបស់ទីក្រុងតូក្យូដោយចំហកាសែត The Guardian បានរាយការណ៍ថាចិនកំពុងធ្វើសមយុទ្ធនៅជិតដែនទឹកដែនដីរបស់ជប៉ុនដែលវាមិនអាចចៃដន្យបានឡើយនៅក្នុងក្រសួងការពារជាតិរបស់ជប៉ុនសមយុទ្ធនេះត្រូវបានគេហៅថាការសាកល្បងសម្រាប់ការបំបែកហើយចិនហាក់ដូចជាសម្រេចបាននៅគោលដៅរបស់ខ្លួនវាបានបង្ហាញថាតើជប៉ុនសោកចិត្តទៅដល់កម្រិតណាផ្នែកដែលគ្រោះថ្នាក់បំផុតបានចាប់ផ្ដើមបន្ទាប់ពីនោះយោងតាម Reuters និង NHK យន្តហោះចិនបានចាប់ផ្ដើមហោះហើរនៅជិតដែនអាកាសរបស់ជប៉ុនដោយបង្ខំឲ្យយន្តហោះចម្បាំង F-15 និង F-35 របស់ជប៉ុនត្រូវចេញហោះហើរស្ទើរតែរៀងរាល់ថ្ងៃនៅក្នុងឧបទ្ទវហេតុមួយចម្ងាយរវាងយន្តហោះទម្លាក់គ្រាប់បែក A6 របស់ចិននិងយន្តហោះស្ទាក់ចាប់របស់ជប៉ុនបានរួមតូចត្រឹម40ម៉ែត្រដែលជាចម្ងាយជិតគ្រោះថ្នាក់បំផុតប្រភពនៅក្នុងអគ្គសេនាធិការរបស់ជប៉ុនបាននិយាយថាអ្នកបើកយន្តហោះអាចមើលឃើញភ្នែកគ្នាទៅវិញទៅមកស្ទើរតែជាក់ស្ដែងកម្រិតហានិភ័យផ្លូវអាកាសនេះជាធម្មតាត្រូវបានគេឃើញមុនសង្គ្រាមមិនមែនក្នុងពេលសន្តិភាពនោះទេទាំងអស់នេះបានកើតឡើងស្របពេលជាមួយនឹងភាពតានតឹងមួយទៀតចិនបានធ្វើសមយុទ្ធវាយលុក Amphibious ដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលប្រមាណឆ្នាំទល់មុខតៃវ៉ាន់រូបភាពកាយរណបដែលបានបោះពុម្ពផ្សាយដោយ The Washington Post និងក្រសួងការពារជាតិតៃវ៉ាន់បានបង្ហាញពីចលនានៃកប៉ាល់ Amphibious និងការវឹកវើទ្រង់ទ្រាយធំសម្រាប់ការដណ្ដើមយកកំពង់ផែនិងការសាងសង់ឃ្លាំងប្រេងបណ្ដោះអាសន្នតាមបណ្ដោយឆ្នេរសមុទ្រ Fujianអ្នកជំនាញបាននិយាយដោយចំហថាចិនកំពុងរៀបចំសម្រាប់ប្រតិបត្តិការមួយជប៉ុនបានចាត់ទុកនេះជាការគម្រាមកំហែងផ្ទាល់ប៉ុន្តែធាតុដែលគួរឲ្យភ្ញាក់ផ្អើលបំផុតគឺប្រតិកម្មរបស់សហរដ្ឋអាមេរិកឬផ្ទុយទៅវិញអវត្តមានរបស់ខ្លួនយោងតាម The Financial Times និងការលេចធ្លាយពី Pentagon រដ្ឋបាលលោក Trump កំពុងជាប់រវល់ជាមួយនឹងសង្គ្រាមពន្ធគយរបស់ខ្លួនជាមួយចិននិងអាទិភាពសេដ្ឋកិច្ចក្នុងស្រុកដូច្នេះហើយមិនប្រញាប់ប្រញាល់អន្តរាគមន៍ក្នុងការកើនឡើងភាពតានតឹងរវាងទីក្រុងប៉េកាំងនិងទីក្រុងតូក្យូនោះទេនៅទីក្រុង Washington ទស្សនៈគឺអនុញ្ញាតឲ្យសព្វនមិត្តដោះស្រាយដោយខ្លួនឯងសម្រាប់ជប៉ុននេះស្ដាប់ទៅដូចជាការក្បត់
ប្រភពលំដាប់ខ្ពស់ជាច្រើនដែលដកស្រង់ដោយ Shudo New បានរាយការណ៍ថានៅក្នុងកិច្ចប្រជុំបិទមួយនៅទីក្រុងតូក្យូសមាជិកនៃគណៈរដ្ឋមន្ត្រីលោកស្រី Sanai Takaichi បានចោទប្រកាន់សហរដ្ឋអាមេរិកដោយចំហចំពោះភាពអាសកម្មតួលេខម្នាក់ដែលមិនត្រូវបានបង្ហាញឈ្មោះប៉ុន្តែអ្នកនៅខាងក្នុងបានអះអាងថាពាក្យសម្ដីបានចេញមកពីអ្នកដែលនៅជិតនាយករដ្ឋមន្ត្រីផ្ទាល់បាននិយាយថាអាមេរិកលែងធានាសន្តិសុខរបស់យើងទៀតហើយបន្ទាប់មកការអភិវឌ្ឍដ៏ផ្ទុះបំផុតបានកើតឡើងយោងតាមនីគីជប៉ុនបានចាប់ផ្ដើមបញ្ចប់ការទិញអាវុធសំខាន់ៗជាច្រើនពីអាមេរិកទាំងនេះមិនមែនជាកិច្ចសន្យាតំណាងទេប៉ុន្តែជាលទ្ធកម្មរាប់ពាន់លានដុល្លារយោងតាមប្រភពមិនផ្លូវការសម្រេចចិត្តមួយត្រូវបានធ្វើឡើងដើម្បីពិនិត្យមើលការទិញប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកមួយបាច់ហើយបដូរផ្នែកនៃការផលិតសមាសធាតុ F-35 ទៅរោងចក្រជប៉ុនដោយបបងចោលវត្តផលិតកម្មអាមេរិកការសម្រេចចិត្តនេះគឺមិនធ្លាប់មានពីមុនមកទេប៉ុន្តែយោងតាមសាស្ត្រាចារ្យ Hiroshi Ishida នៃសាកលវិទ្យាល័យ Vesda វាគឺជាជំហានតែមួយគត់ដែលជប៉ុនអាចធ្វើបានដើម្បីបង្ហាញសហរដ្ឋអាមេរិកថាតើការមិនពេញចិត្តរបស់ខ្លួនធ្ងន់ធ្ងរប៉ុណ្ណាក្រុមហ៊ុនការពារជាតិយក្សរបស់ជប៉ុនកំពុងបោះជំហានចូលចំនួនអ្នកផ្គត់ផ្គង់អាមេរិក Mitsubishi Heavy Industry, Kawasaki Aerospace និង IHI Corporation កំពុងទទួលបានការបញ្ជាទិញពីរដ្ឋបាលដ៏ធំដំបូងរបស់ពួកគេសម្រាប់ប្រព័ន្ធការពារមីស៊ីលថ្មីយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយនិងយន្តហោះស្ទាក់ចាប់ល្បឿនលឿនជាងសម្លេងអ្នកវិភាគក្នុងស្រុកហៅនេះថាជាការផ្លាស់ប្ដូរដ៏មុតស្រួចបំផុតនៅក្នុងគោលនយោបាយការពារជាតិរបស់ជប៉ុនក្នុងរយៈពេល70ឆ្នាំជប៉ុនបានចាប់ផ្ដើមបង្កើតយោធាឧស្សាហកម្មឯករាជ្យដែលផ្ដាច់ចេញពីសហរដ្ឋអាមេរិកលើពីនេះយោងតាមអាសាហ៊ីស៊ីមបុនគណៈកម្មការសន្តិសុខគណៈបករដ្ឋមន្ត្រីកំពុងពិនិត្យមើលលទ្ធភាពនៃការបង្កើនល្បឿននៃការអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលជាតិដោយគ្មានអ្នកម៉ៅការអាមេរិកទាំងអស់នេះកំពុងកើតឡើងខណៈដែលចិនបង្កើនសម្ពាធតាមសមុទ្រក្នុងអាកាសនិងលើផ្នែកការទូតចិនបានដាក់កំហិតលើទំនិញជប៉ុនព្យួរការចេញផ្សាយខ្សែភាពយន្តនិងហ្គេមជប៉ុននៅក្នុងទឹកដីរបស់ខ្លួនហើយបានណែនាំពលរដ្ឋរបស់ខ្លួនឲ្យជៀសវាងការធ្វើដំណើរទៅប្រទេសជប៉ុនដោយហៅវាថាជាប្រទេសដែលមានអស្ថិរភាពកើនឡើងជប៉ុនបានឆ្លើយតបដោយប្រមានពលរដ្ឋរបស់ខ្លួនមិនឲ្យធ្វើដំណើរទៅប្រទេសចិននេះឥឡូវនេះគឺជាវិបត្តិការទូតពេញលេញដែលត្រូវបានក្រដណ្ដប់សូម្បីតែដោយកាសែត British Telegraph ដែលបានសរសេរថាទំនាក់ទំនងជប៉ុនចិនបានធ្លាក់ចុះដល់កម្រិតសង្គ្រាមត្រជាក់ប៉ុន្តែកត្តាដែលគួរឲ្យព្រួយបារម្ភបំផុតគឺអាមេរិកដែលថាចិនកំពុងធ្វើសកម្មភាពដោយចេតនានិងដោយការកណនាដ៏ត្រជាក់ខណៈដែលជប៉ុនជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍ត្រូវបានបង្ខំឲ្យឆ្លើយតបតែម្នាក់ឯងសូម្បីតែក្រុមប្រឹក្សាសន្តិសុខជាតិរបស់ជប៉ុនក៏កំពុងនិយាយថាជាលើកដំបូងយើងមិនប្រកាសថាសហរដ្ឋអាមេរិកនឹងអន្តរាគមន៍ទេហើយនេះមិនមែនគ្រាន់តែជាបន្ទាត់ផ្លូវចិត្តប៉ុណ្ណោះទេយោងតាម Bloomberg Pentagon ពិតជាកំពុងជៀសវាងសេចក្តីថ្លែងការណ៍ផ្ទាល់នៃការគាំទ្រសម្រាប់ជប៉ុនដោយខ្លាចការកើនឡើងបន្ថែមទៀតជាមួយចិននៅចំពេលមានសង្គ្រាមពុនគយលោកត្រាំបាននិយាយជាសាធារណៈតែមួយគត់ថាជប៉ុនគឺជាសម្ព័ន្ធមិត្តរបស់យើងប៉ុន្តែវាត្រូវតែដោះស្រាយបញ្ហាតំបន់របស់ខ្លួនដោយខ្លួនឯងពាក្យទាំងនេះបានធ្វើឲ្យទីក្រុងតូក្យូភ្ញាក់ផ្អើលសម្រាប់អ្នកនយោបាយជប៉ុនវាគឺជាសញ្ញាមួយដែលថាឆាតសន្តិសុខអាមេរិកលែងត្រូវបានធានាទៀតហើយទន្ទឹមនឹងនេះដែរចិននៅតែបន្តបង្កើនសម្ពាធសមយុទ្ធថ្មីរបស់កងទ័ពជើងទឹក PLA កំពុងកើតឡើងកាន់តែជិតទៅនឹងដែនទឹករបស់ជប៉ុនប្រព័ន្ធផ្សព្វផ្សាយចិននិយាយដោយចំហអំពីការត្រៀមខ្លួនដើម្បីការពារផលប្រយោជន៍ជាតិប្រឆាំងនឹងការបង្កហេតុណាមួយអ្នកជំនាញនៅទីក្រុងតូក្យូជឿថាទីក្រុងប៉េកាំងកំពុងសាកល្បងមិនត្រឹមតែជប៉ុនប៉ុណ្ណោះទេប៉ុន្តែតំបន់ទាំងមូលហើយដោយមិនឃើញមានអន្តរាគមន៍ពីសហរដ្ឋអាមេរិកចិនកំពុងក្លាហានឡើងអ្នកវិភាគនៅ Carnegie Endowment និយាយថាស្ថានភាពឥឡូវនេះស្ថិតនៅចំចំណុចគ្រោះថ្នាក់បំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍ជប៉ុនមានអារម្មណ៍ថាត្រូវបានបោះបង់ចោលចិនមានអារម្មណ៍ជឿជាក់ហើយសហរដ្ឋអាមេរិកជាប់រវល់នឹងបញ្ហាផ្ទាល់ខ្លួនរបស់ខ្លួននេះគឺជាការរួមបញ្ចូលដ៏គ្រោះថ្នាក់ពីព្រោះនៅក្នុងបរិយាកាសបែបនេះសូម្បីតែកំហុសតូចតាចមួយឧបទ្ទវហេតុនៅក្នុងអវកាសឬនៅសមុទ្រក៏អាចបង្កឲ្យមានប្រតិកម្មខ្សែសង្វាក់ដែរហើយប្រសិនបើទីក្រុងវ៉ាស៊ីនតោនកំណត់ខ្លួនឯងត្រឹមតែការថ្កោលទោសនិងកំណត់ចំណាំការទូតទីក្រុងតូក្យូនឹងត្រូវតែធ្វើសកម្មភាពតែម្នាក់ឯងយោងតាមអ្នកជំនាញនៅវេទិកាសន្តិសុខអាស៊ីប៉ាស៊ីហ្វិកនេះគឺជាអ្វីដែលធ្វើឲ្យថ្នាក់ដឹកនាំជប៉ុនភ័យខ្លាចបំផុត
ដោយសារតែជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍ជប៉ុនកំពុងរស់នៅក្នុងការពិតដែលថាចិនមានការឈ្លានពានសហរដ្ឋអាមេរិកជាប់រវល់នឹងខ្លួនឯងហើយមានតែជប៉ុនប៉ុណ្ណោះដែលទទួលខុសត្រូវចំពោះសន្តិសុខរបស់ខ្លួនហើយការយល់ដឹងនេះកំពុងកែប្រែទេសភាពនយោបាយទាំងមូលនៃតំបន់នេះលើពីសេចក្តីថ្លែងការណ៍ផ្លូវការណាមួយទៅទៀតបន្ទាប់ពីទស្សនាវីដេអូនេះចប់តើបងប្អូនទាំងអស់គ្នាគិតថាតើជប៉ុនបានធ្វើការសម្រេចចិត្តមិនធ្លាប់មានពីមុនមកអ្វីខ្លះតាក់ទងនឹងការទិញអាវុធនិងការផលិតយោធាបន្ទាប់ពីមានអារម្មណ៍ថាឯកោហើយតើអ្នកវិភាគក្នុងស្រុកបានពិពណ៌នាអំពីការផ្លាស់ប្ដូរគោលនយោបាយការពារជាតិនេះយ៉ាងដូចម្តេចសូមខមមិននៅខាងក្រៅវីដេអូដើម្បីឲ្យមានបានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូបន្តទៀត